បាទគោរពជំរាបសួរពុកម៉ែបងប្អូនតាយាយទាំងអស់គ្នាថ្ងៃនេះជួបគ្នាសារជាថ្មីទៀតហើយ admin នឹងនិយាយរឿងគ្រួសារមួយដែលមានអាយុ80ឆ្នាំហើយគាត់រៀបការនឹងនារី18ឆ្នាំហើយសាច់រឿងនេះផងដែរបានមកពីការចែករំលែករបស់បងប្រុសម្នាក់ឈ្មោះថាបងប្រុសសរិនដែលគាត់ធ្វើវីដេអូនៅក្នុង YouTube រាល់ថ្ងៃចឹងបងប្អូនណាដែលមិនទាន់បានជួយចុច Subscribe នៅ Channel របស់ Admin ឬក៏សញ្ញាជាវនៅក្រោមវីដេអូហ្នឹងសូមបងប្អូនចូលទៅចុចម្នាក់មួយផងដើម្បីលើកទឹកចិត្ត Admin ឲ្យធ្វើវីដេអូបន្តទៀតចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងហ្នឹងតែម្ដងទៅនៅក្នុងភូមិមួយនៅក្នុងប្រទេសកម្ពុជាមានបុរសវ័យចំណាស់ម្នាក់អាយុប្រហែលជា80ឆ្នាំគឺគាត់ឈ្មោះថាតាចយគាត់រស់នៅតែម្នាក់ឯងនោះទេបន្ទាប់ពីភរិយារបស់គាត់បានស្លាប់ជាច្រើនឆ្នាំមុនតាចយគឺជាអ្នកចាស់ដែលមានកិត្តិយសគេគោរពចេះផ្ដល់ដំបូន្មានប៉ុន្តែគាត់រស់នៅដោយសេចក្តីឯកាយ៉ាងខ្លាំងថ្ងៃមួយពួកអ្នកភូមិត្រូវភ្ញាក់ផ្អើលថាតាចយបានរៀបការជាមួយក្មេងស្រីវ័យត្រឹមតែ18ឆ្នាំនាងឈ្មោះថាស្រីនាងមានមនុស្សជាច្រើននិយាយថាវាជារឿងចម្លែកព្រោះអាយុផ្ទុយគ្នាឆ្ងាយណាស់មួយចំណែកគេគិតថាស្រីនាងយកប្តីចាស់ដើម្បីរកសុវត្ថិភាពនិងភាពរឹងមាំក្នុងជីវិតខណៈពេលមានអ្នកមួយចំណែកទៀតជឿថាក្មេងស្រីមានការគោរពនិងស្រឡាញ់ចំពោះតាចយជាការពិតមិនយូរប៉ុន្មានក្រោយពីពិធីមង្គលការស្រីនាងបានឲ្យកំណើតកូនប្រុសម្នាក់សុខភាពល្អនិងរឹងមាំសំឡេងទារកអន្រួនចិត្តអ្នកភូមិទាំងមូលធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំងមានអ្នកនិយាយថានេះជាព្រះឲ្យពរដ៏អស្ចារ្យដែលបុរសចាស់មួយរូបនៅមានកម្លាំងបង្កើតជីវិតថ្មីដែលមានអ្នកមួយចំណែកទៀតមើលឃើញថាវាជារឿងចម្លែកនិងអាក្រក់មិនធម្មតាទោះជាយ៉ាងណាតាចយក៏បានឲ្យសំណោចនឹងទឹកភ្នែកពេលអង្គុយកាន់កូនប្រុសក្នុងដៃគាត់និយាយថាខ្ញុំគិតថាជីវិតរបស់ខ្ញុំកំពុងតែដាច់បញ្ចប់ប៉ុន្តែកូននេះគឺជាព្រះអាទិត្យឡើងរះលើទីពីររបស់ខ្ញុំពួកអ្នកភូមិនៅតែបែកគ្នាជាពីរអ្នកខ្លះសរសើរចិត្តក្លាហានរបស់ក្មេងស្រីនិងកម្លាំងរបស់លោកតាខណៈអ្នកភូមិខ្លះទៀតខ្លាចការនាំពាក្យនាំចចាមអារាមដែលនឹងដើរតាមកូនប៉ុន្តែចំពោះតាចយនោះគ្មានអ្វីសំខាន់ទេក្នុងវ័យចុងក្រោយនេះគាត់បានរកឃើញសេចក្តីស្រឡាញ់ក្នុងគ្រួសារនិងសេចក្តីសប្បាយក្នុងការកាន់កូនថ្មីនៅក្នុងដៃបន្ទាប់ពីស្រីនាងបានឲ្យកំណើតកូនប្រុសម្នាក់អ្នកភូមិគាំទ្របែបចម្រុះមនុស្សចាស់ខ្លះថានេះជាអស្ចារ្យបង្ហាញថាព្រះបង្គោលមិនដែលបោះបង់សេចក្តីស្រឡាញ់ពីមនុស្សតែអ្នកបីក្មេងនិងអ្នកមានចិត្តចំអកវិញនិយាយថាតាចយកើតចេញទៅឈឺធ្លាក់ដល់ដីនៅតែយកក្មេងស្រីវ័យក្មេងមកធ្វើភរិយាមិនខ្លាចអាប់អួលសង្គមអីទេពាក្យចចាមអារាមនេះធ្វើឲ្យស្រីនាងមានទុក្ខគាត់តែងតែត្រូវអ្នកភូមិខ្លះមើលដោយភ្នែកមិនល្អ
ហើយមានមនុស្សស្រឡាញ់ចំអកថាគាត់យកតែចយត្រឹមតែសម្រាប់ទ្រព្យប៉ុន្តែក្នុងចិត្តស្រីនាងគាត់គ្រាន់តែគោរពនិងមានមេត្តាចំពោះតាចយព្រោះឃើញគាត់តែងតែឯកានិងឈឺចាស់ចាស់ថ្ងៃកន្លងផុតទៅកូនប្រុសតូចឈ្មោះថាកុយកើតមានកម្លាំងដ៏ស្រស់ស្រាយគាត់ជាការសង្ឃឹមថ្មីរបស់គ្រួសារតាចយពិតជាមិនខ្វល់អំពីពាក្យចចាមអារាមនោះទេគាត់ប្រាប់ស្រីនាងថាពេលខ្លះមនុស្សមិនអាចយល់ពីសេចក្តីស្រឡាញ់តែយើងមិនត្រូវរស់តាមពាក្យគេទេកូនកុយគឺជាភ័ស្តុតាងថាព្រះមិនទុកយើងឲ្យនៅឯកានោះទេប៉ុន្តែមិនយូរប៉ុន្មានកូនចៅចាស់របស់តាចយដែលរស់នៅភូមិចិត្តនោះត្រូវបានហៅមកពួកគេចាប់ផ្ដើមមិនពេញចិត្តព្រោះគិតថាស្រីនាងនិងកូនកុយនឹងទទួលទ្រព្យសម្បត្តិរបស់តាចយកូនប្រុសច្បងនិយាយយ៉ាងខឹងថាឪពុកអាយុចិត្តស្លាប់ទៅហើយតើហេតុអ្វីត្រូវយកក្មេងស្រីអាយុ18ឆ្នាំមកធ្វើជាម្ដាយរបស់ខ្ញុំឥឡូវទ្រព្យឪពុកតើមកជាសម្រាប់ខ្ញុំដែរឬទេចំនួនក្នុងគ្រួសារនេះធ្វើឲ្យតាចយរងទុក្ខក្នុងចិត្តយ៉ាងខ្លាំងគាត់មិនបានគិតពីទ្រព្យសម្បត្តិទេគាត់គ្រាន់តែចង់មាននរណាម្នាក់នៅក្បែរគាត់ពេលចាស់និងចង់ឲ្យមានអ្នកថែរក្សាកូនតូចស្រីនាងក៏រឹងមាំគាត់ឈរនៅមុខកូនចាស់របស់តាចយហើយនិយាយថាខ្ញុំមិនមែនមកយកទ្រព្យឬក៏បំផ្លាញគ្រួសាររបស់អ្នកឡើយខ្ញុំគ្រាន់តែចង់ថែរក្សាលោកតាហើយចិញ្ចឹមកូនកុយនឹងឲ្យបានល្អមនុស្សទាំងអស់គួរតែគិតថាកូនកុយគឺជាចំណែកនៃឈាមឆ្អឹងរបស់តាចយដែរពាក្យនេះធ្វើឲ្យមនុស្សខ្លះញាប់អើតែទោះជាយ៉ាងណាពាក្យចចាមអារាមនៅតែនៅក្នុងភូមិមិនស្ថិតស្ថេរនោះទេតាចយដឹងថាជីវិតគាត់នៅសល់ពេលមិនច្រើនទៀតទេគាត់ចង់ប្រឹងប្រែងចុងក្រោយដើម្បីបង្រៀនកូនកុយនិងបង្រៀនស្រីនាងឲ្យមានកម្លាំងក្នុងការរស់បន្តដោយមិនខ្លាចសំឡេងពីអ្នកភូមិកូនប្រុសកុយតូចធំឡើងក្នុងភូមិពោពេញទៅដោយពាក្យចចាមអារាមពេលគេចូលរៀនសាលាគេតែងតែត្រូវមិត្តរួមថ្នាក់សើចចំអកថាក្មេងកុយនេះឪពុករបស់គេមិនមែនជាឪពុកទេគឺជាជីតាពាក្យសើចចំអកបែបនេះធ្វើឲ្យកុយមានទុក្ខក្នុងចិត្តពេលខ្លះគេត្រឡប់មកផ្ទះវិញយំប្រាប់ម្ដាយហើយសួរថាម៉ែហេតុអ្វីអ្នកដតីនិយាយថាឪពុកខ្ញុំជាតាតើខ្ញុំខុសអ្វីទៅបានជាពួកគេនិយាយអញ្ចឹងស្រីនាងតែងតែទប់ទឹកភ្នែកហើយឆ្លើយដោយស្រទន់ប្រាប់កូនរបស់ខ្លួនថាកូនអើយកុំឮគេនិយាយពាក្យហ្នឹងឯងបាក់ទឹកចិត្តឪពុកអ្នកស្រឡាញ់អ្នកណាស់ហើយអ្នកគឺជាកូនរបស់ព្រះកុំឲ្យពាក្យមនុស្សធ្វើឲ្យអ្នកទន់ចិត្តតាកុយនៅវ័យ90ឆ្នាំរូបកាយខ្សោយទៅរៀងរាល់ថ្ងៃទោះជាយ៉ាងណាគាត់តែងតែចូលរួមនៅពេលកុយដើរលេងឬរៀនអានសៀវភៅពេលយប់គាត់ប្រាប់រឿងព្រេងនិទានខ្មែរជាច្រើនដូចជារឿង
តាព្រំអង្គព្រះនិងព្រេងអង្គរវត្តដើម្បីបង្រៀនកូនឲ្យចេះគោរពនិងស្រឡាញ់ប្រទេសជាតិតាកុយសំទោសបងប្អូនតាចយប្រាប់កុយថាកូនប្រុសនៅពេលខ្ញុំទៅហើយអ្នកត្រូវខ្លាចជាបុរសក្លាហានកុំភ្លេចថាអ្នកកើតមកពីសេចក្តីស្រឡាញ់មិនមែនពីពាក្យចចាមអារាមនោះទេពាក្យនេះបានបង្កើតកម្លាំងចិត្តឲ្យក្មេងប្រុសកុយមានសង្ឃឹមឡើងវិញពេលកុយធំឡើងដល់វ័យជំទង់គេខ្លាចជាក្មេងឆ្លាតនិងពូកែគ្រូបង្រៀនសរសើរថាគេមានជំនាញលើការសរសេរនិងនិពន្ធគេចង់ប្រើអក្សរជាអាវុធដើម្បីប្រាប់ពិភពលោកថាសេចក្តីស្រឡាញ់មិនមែនស្ថិតនៅលើអាយុឬពាក្យអ្នកដទៃនោះទេទោះជាយ៉ាងណាការតស៊ូរបស់គេមិនស្រួលកូនចៅចាស់របស់តាចយមួយចំនួននៅតែស្អប់ស្រីនាងនិងក្មេងប្រកុយពួកគេចង់ដកទ្រព្យសម្បត្តិឪពុកមកកាន់ដៃខ្លួនចំនួននេះធ្វើឲ្យកុយដែលជាក្មេងប្រុសជំទង់មានក្តីសោកស្ដាយហើយសួរទៅម្ដាយថាម៉ែហេតុអ្វីគ្រួសាររបស់ឪពុកមិនទទួលស្គាល់យើងស្រីនាងឆ្លើយតែប៉ុណ្ណោះថាកូនអើយមនុស្សខ្លះគិតតែទ្រព្យសម្បត្តិតែយើងមានអ្វីដែលពួកគេមិនអាចយកទៅបាននោះគឺសេចក្តីស្រឡាញ់វាសនារបស់តាចយមួយរាត្រីតាចយមានជំងឺធ្ងន់ហើយគាត់ស្គាល់ថាពេលវេលារបស់គាត់កំពុងតែដាច់បញ្ចប់គាត់ចាប់ដៃស្រីនាងនិងកុយប្រាប់ថាខ្ញុំសុខចិត្តទុកពិភពលោកនេះព្រោះខ្ញុំបានឃើញកូនកុយកើតឡើងដោយក្តីស្រឡាញ់ហើយបានឃើញអ្នកទាំងពីរជាអំណោយក្នុងជីវិតចុងក្រោយរបស់ខ្ញុំចូលរស់ដោយកម្លាំងនិងកុំភ្លេចថាកូនត្រូវតែក្លាហានជាពន្លឺក្នុងភូមិនេះបន្ទាប់ពីនិយាយពាក្យចុងក្រោយតាចយបានបិទភ្នែកយ៉ាងស្ងប់ស្ងាត់ពេលតាចយបានស្លាប់អ្នកភូមិទាំងមូលបានមកចូលរួមពិធីបុណ្យសពរបស់គាត់មនុស្សជាច្រើនសរសើរថាគាត់ជាអ្នកចាស់ដែលរស់ដោយក្តីស្រឡាញ់និងទុកស្នាដៃល្អៗឲ្យទៅកូនប៉ុន្តែពាក្យចចាមអារាមមួយចំនួននៅតែមានអ្នកសើចចំអករឿងសេចក្តីស្រឡាញ់ឥឡូវតែអស់តាចយហើយមើលទៅស្រីនាងនឹងខ្វះអ្នកការពារកូនកុយនឹងធ្វើអ្វីបានទៅស្រីនាងមានទុក្ខខ្លាំងតែគាត់មិនបង្ហាញទេគាត់កាន់ដៃកូនកុយហើយសន្យានឹងចិញ្ចឹមឲ្យបានល្អដើម្បីឲ្យគេចង់ស្គាល់ឃើញកូននេះក្លាយជាមនុស្សមានតម្លៃជីវិតជាបុរសរបស់កុយពេលកុយធំឡើងដល់វ័យជាបុរសគេបានបន្តការសិក្សាដោយភាពឧស្សាហ៍ជាយាមគេពូកែសរសេរនិងមានសម្លេងអនុវត្តក្នុងសាលាដែលធ្វើឲ្យគ្រូនិងសិស្សគោរពមនុស្សខ្លះនៅភូមិចាប់ផ្ដើមទទួលស្គាល់កុយព្រោះគេឃើញគាត់មានវិន័យនិងគោរពជីវិតប៉ុន្តែមិនអស់ទេកូនចៅចាស់របស់តាចយមួយចំនួននៅតែចង់ដកទ្រព្យសម្បត្តិរបស់គាត់ពួកគេយករឿងនេះទៅដល់តុលាការប៉ុន្តែកុយមិនប្រើអំពើទេព្រោះគេប្រើចំណេះដឹងនិងពាក្យសរសេរដើម្បីការពារគេបានសរសេរអត្ថបទមួយបង្ហាញអំពីជីវិតឪពុកដែលចាស់ជាងគេ
ហើយនៅមានកម្លាំងក្នុងការចាប់ផ្ដើមជីវិតជាថ្មីអត្ថបទនេះត្រូវបានបោះពុម្ពក្នុងសារព័ត៌មាននិងធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលពួកគេចាប់ផ្ដើមយល់ថាការរស់នៅដោយសេចក្តីស្រឡាញ់និងភាពស្មោះត្រង់គឺជាតម្លៃជាងទ្រព្យសម្បត្តិឆ្នាំក្រោយៗកុយបានក្លាយជាគ្រូបង្រៀននៅក្នុងភូមិគេបង្រៀនក្មេងៗឲ្យស្រឡាញ់និងគោរពឪពុកម្ដាយមិនថាអាយុផ្ទុយឬជីវិតខុសប្រក្រតីយ៉ាងណាក៏ដោយមនុស្សក្នុងភូមិចាប់ផ្ដើមគោរពកុយនិងស្រឡាញ់ស្រីនាងព្រោះគាត់អត់ធ្មត់តាំងពីថ្ងៃរៀបការជាមួយនឹងតាចយរហូតដល់ចាស់ពេលមានពិធីបុណ្យភូមិឬអង្គការកុមារកុយតែងតែត្រូវអញ្ជើញទៅនិយាយគេនិយាយថាឪពុកខ្ញុំជាមនុស្សចាស់អាយុ80ឆ្នាំប៉ុន្តែគាត់បង្រៀនខ្ញុំឲ្យមានកម្លាំងកាយចិត្តដើម្បីរស់ពីព្រោះជីវិតមិនមែនចាប់ផ្ដើមដោយអាយុប៉ុន្តែចាប់ផ្ដើមដោយសេចក្តីស្រឡាញ់ពាក្យនេះធ្វើឲ្យមនុស្សជាច្រើនទទួលស្គាល់កុយជារៀងរាល់ថ្ងៃចំណែកឯវាសនាថ្មីរបស់កុយក្លាយជាមនុស្សសំខាន់ក្នុងភូមិមិនមែនដោយសារទ្រព្យសម្បត្តិរបស់តាចយទេប៉ុន្តែដោយសារចិត្តល្អនិងចំណេះដឹងស្រីនាងនៅជីវិតវ័យចាស់មានកូនជាឧបករណ៍សម្រាប់ចិត្តនាងនិយាយថាកូនកុយគឺជាផ្កាដែលរីកចេញពីដីជីវិតយ៉ាងលំបាកទោះជាមនុស្សនិយាយអ្វីក៏ដោយកូនបានបង្ហាញថាពាក្យមនុស្សមិនអាចកំណត់វាសនារបស់យើងបានទេឆ្នាំកន្លងទៅកុយមិនត្រឹមតែជាគ្រូបង្រៀនទេប៉ុន្តែគាត់ក៏ក្លាយជាអ្នកនិពន្ធនិងអ្នកនិយាយសាធារណៈដែរគាត់សរសេរពីជីវិតឪពុកចាស់និងម្ដាយក្មេងដើម្បីបង្ហាញថាសេចក្តីស្រឡាញ់មិនអាចបំបែកជញ្ជាំងទាំងអស់នេះទេសៀវភៅរបស់គាត់ត្រូវបានចែករំលែកក្នុងសាលារៀននិងវត្តធ្វើឲ្យក្មេងៗចាប់ផ្ដើមគោរពឪពុកម្ដាយរបស់ខ្លួនជាច្រើនជាងមុនភូមិដែលពីមុនមានពាក្យចចាមអារាមចាប់ផ្ដើមមានភាពសាមគ្គីមនុស្សចាស់និយាយថាពេលមុនយើងបានចោទស្រីនាងនិងកូនកុយតែពិតទៅពួកគេគឺជាគ្រួសារដែលព្រះបានផ្ញើមកបង្រៀនយើងអំពីសេចក្តីស្រឡាញ់ពេលកុយដល់វ័យជាមនុស្សពេញវ័យគាត់បានជួបនារីសាមញ្ញម្នាក់ឈ្មោះថាសុវណ្ណនាងមិនមើលឃើញអត្តចរិតរបស់គាត់ជារឿងអាក្រក់នោះទេតែតែងតែគោរពគាត់ពេលកុយសួរថាតើអ្នកមិនខ្លាចថាមនុស្សនឹងនិយាយអំពីអតីតកាលរបស់គ្រួសារខ្ញុំដែរឬទេសុវណ្ណឆ្លើយដោយញញឹមថាអតីតកាលរបស់អ្នកបានបង្កើតអ្នកឲ្យក្លាយជាមនុស្សល្អសពថ្ងៃខ្ញុំព្រមទទួលយកអ្នកពាក្យនេះបានបង្កើតក្តីស្រឡាញ់ថ្មីនិងអំណរថ្មីក្នុងជីវិតរបស់កុយបានរៀបការជាមួយនឹងសុវណ្ណហើយបន្តរស់នៅក្នុងភូមិពួកគេបង្កើតសាលារៀនតូចៗមួយសម្រាប់កុមារក្រីក្រដោយដាក់ឈ្មោះថាសាលារៀនរបស់តាចយដែលបានបង្ហាត់បង្រៀនដោយសេចក្តីស្រឡាញ់ដើម្បីគោរពដល់ឪពុកដែលខ្លួនធ្លាប់រស់នៅជាមួយពេលវេលាកន្លងផុតទៅកុយបានឮមនុស្សក្នុងភូមិនិយាយថាកុយគឺជាពន្លឺដែលតាចយបានទុកឲ្យអ្នកភូមិទោះឪពុកគាត់ចាស់ក៏ដោយតែជីវិតគាត់បានក្លាយជាគំរូសម្រាប់យើងទាំងអស់គ្នានៅថ្ងៃខាងមុខពេលស្រីនាងចាស់ដល់ចុងវ័យនាងអង្គុយមើលកូនចៅរបស់កុយលេងជុំវិញហើយនិយាយដោយទឹកភ្នែកថាវាជាវាសនារបស់យើងបានបញ្ចប់ដោយអំណរពីក្តីស្រឡាញ់របស់តាចយ
និងកូនកុយនិងចៅទាំងនោះបានកើតមាននេះជាព្រះប្រទានពរដ៏អស្ចារ្យនៅចុងបញ្ចប់នេះបង្កើតអារម្មណ៍ដូចរឿងព្រេងនិទានរបស់ច្នេរចាន់នីដំណាល2បង្ហាញថាទោះបីជាជីវិតលំបាកនិងពោរពេញដោយពាក្យចចាមអារាមយ៉ាងណាក៏ដោយសេចក្តីស្រឡាញ់និងភាពរឹងមាំនៃគ្រួសារអាចផ្លាស់ប្ដូរអ្នកភូមិនិងបន្សល់ទុកស្នាដៃជារៀងរហូតមកអញ្ចឹងរឿងហ្នឹងចប់តែប៉ុណ្្នឹងសូមបងប្អូនជួយគាំទ្រនៅ Channel ថ្មីរបស់ Admin ផងបាយបាយជម្រាបលា